ព្រះគម្ពីរលោកុបាទចំពុក7បន្ទាប់មកព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកណូអេថាអ្នកនិងគ្រួសាររបស់អ្នកទាំងមូលត្រូវចូលទៅក្នុងទូកត្បិតយើងឃើញថាក្នុងចំណោមមនុស្សចំនួននេះមានតែអ្នកប៉ុណ្ណោះដែលសុចរិតនៅចំពោះយើងត្រូវយកសត្វ7គូពីចំណោមសត្វជើង4ទាំងប៉ុន្មានដែលស្អាតគឺទាំងឈ្មោលទាំងញីហើយសត្វជើង4ដែលមិនស្អាតត្រូវយកតែមួយគូវិញគឺទាំងឈ្មោលទាំងញីត្រូវយកសត្វហើរលើអាកាស7គូដែរទាំងឈ្មោលទាំងញីដើម្បីទុកពូជវាឲ្យរស់នៅលើផែនដីត្បិត7ថ្ងៃទៀតយើងនឹងបង្ហូរភ្លៀងមកលើផែនដី40ថ្ងៃ40យប់ហើយយើងនឹងលុបបំបាត់ជីវិតទាំងប៉ុន្មានដែលយើងបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីលោកណូអេបានធ្វើសពគ្រប់ទាំងអស់តាមសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់នៅគ្រាទឹកជន់ឡើងលិចផែនដីនោះលោកណូអេមានអាយុ600ឆ្នាំលោកណូអេកូនប្រុសនិងប្រពន្ធព្រមទាំងកូនប្រសាស្រីរបស់លោកក៏នាំគ្នាចូលទៅក្នុងទូកដើម្បីឲ្យបានរួចផុតពីទឹកជំនន់មានសត្វជាង4ក្នុងចំណោមសត្វដែលស្អាតនិងសត្វដែលមិនស្អាតហើយសត្វស្លាបនិងសត្វលូនវាគ្រប់ប្រភេទនៅដីទាំងគូមានឈ្មោលមានញីនាំគ្នាចូលទៅក្នុងទូកជាមួយលោកណូអេដោយព្រះទ្រង់បានបង្គាប់មកលោកណូអេ7ថ្ងៃក្រោយមកទឹកជំនន់ក៏ជន់ឡើងលិចផែនដីនៅឆ្នាំទី600នៃអាយុរបស់លោកណូអេក្នុងខែទី2នៅថ្ងៃទី17ក្នុងខែនោះគឺនៅថ្ងៃនោះឯងអស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមកហើយទ្វារមេឃក៏បានបឺឆ្នោដែរភ្លៀងធ្លាក់មកលើផែនដីរយៈពេល40ថ្ងៃ40យប់នៅថ្ងៃដដែលនោះលោកណូអេនិងកូនប្រុសរបស់លោកគឺសិមហាមនិងយ៉ាផេតព្រមទាំងប្រពន្ធនឹងលោកណូអេនិងកូនប្រសាស្រីទាំង3បាននាំគ្នាចូលទៅក្នុងទូកទាំងខ្លួនគេនិងគ្រប់ទាំងសត្វព្រៃតាមពូជគ្រប់ទាំងសត្វស្រុកតាមពូជនិងអស់ទាំងសត្វលូនវាលើផែនដីតាមពូជហើយគ្រប់សត្វហើរតាមពូជដែរគឺសត្វស្លាបគ្រប់មុខទាំងអស់សត្វទាំងនោះនាំគ្នាចូលទាំងគូទៅក្នុងទូកជាមួយលោកណូអេគឺសត្វដែលមានដង្ហើមជីវិតទាំងអស់ឯសត្វទាំងអស់ដែលចូលទៅនោះក៏ចូលទាំងឈ្មោលទាំងញីគ្រប់ពូជសត្វដោយព្រះបានបង្គាប់លោកណូអេរួចព្រះយេហូវ៉ាក៏បិទទ្វារទូកចិត្តទឹកចំនួនបានលិចផែនដីអស់រយៈពេល40ថ្ងៃទឹកកាន់តែជន់ឡើងហើយលើកទូកធំឲ្យអណ្ដែតឡើងផុតពីដីចំនួននោះមានកម្លាំងក្រៃលែងក៏កាន់តែចម្រើនឡើងលើសលប់ទៅលើផែនដីហើយទូកនោះបានអណ្ដែតនៅលើផ្ទៃទឹកចំនួននោះធំយ៉ាងអស្ចារ្យនៅលើផែនដីដល់ម្លេះបានជាភ្នំខ្ពស់ទាំងប៉ុន្មាននៅក្រោមមេឃលិចបាត់ទាំងអស់ទឹកឡើងលិចភ្នំទាំងអស់ហើយឡើងហួសភ្នំទាំងនោះ15ហត្ថគ្រប់ទាំងសាច់ដែលកំរើកនៅផែនដីនោះទាំងសត្វហើរសត្វស្រុកសត្វព្រៃហើយគ្រប់ទាំងសត្វដែលលូនវានលើដីនិងមនុស្សលោកក៏ស្លាប់ទាំងអស់គឺអ្វីទាំងអស់ដែលមានដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកស្លាប់ទាំងអស់ព្រះអង្គម្ចាស់បានលុបបំបាត់ជីវិតទាំងប៉ុន្មានអស់ពីផែនដីចាប់ពីមនុស្សរហូតដល់សត្វជើង4សត្វលូនវានិងសត្វហើរលើអាកាសគឺទាំងអស់ត្រូវវិនាសបាត់ពីផែនដីនៅសល់តែលោកណូអេនិងអស់អ្នកដែលនៅក្នុងទូកជាមួយលោកប៉ុណ្ណោះទឹកធំនោះនៅត្រឹមលើផែនដីអស់រយៈពេល150